កម្ពុជាតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃដែលហ៊ានបែងចែកទឹកដីខ្មែរនៅក្នុងភូមិជោគជ័យទៅដល់ពលរដ្ឋរបស់ខ្លួនអាញាធរថៃកាន់តែប្រហើនក៏ក្លឿនដោយបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀតទៅដល់ពលរដ្ឋថៃនៅក្នុងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ45និងលេខ47សកម្មភាពខុសច្បាប់លើទីតាំងដែលពួកគេគ្រប់គ្រងនេះបានកើតឡើងកាលពីពេលថ្មីៗនេះដែលជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការប្រឆាំងសារជាថ្មីទៅលើសកម្មភាពខុសច្បាប់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះដោយបញ្ជាក់ថាសកម្មភាពរដ្ឋបាលខុសច្បាប់នេះគឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ដើម្បីធ្វើឲ្យស្របច្បាប់នៅការកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះគណៈពេលដែលគេបដិសេធសិទ្ធិនៅក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាននិងស្រែចម្ការរបស់ពួកគេនៅក្នុងតំបន់នោះសកម្មភាពលើដីជាក់ស្ដែងទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែនដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរហើយបានរំលោភលើមាត្រា5នៃអនុសរណៈនៃការយោគយល់គ្នាស្តីអំពីការវាស់វែងនិងការកំណត់ខណ្ឌសីមាព្រំដែនគោកដែលកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃ14ខែមិថុនាឆ្នាំ2000ក៏ដូចជាកិច្ចព្រមព្រៀងបទជប់បែកនានាកាលពីឆ្នាំ2025កន្លងទៅនៅក្នុងន័យនេះកម្ពុជាជំរុញឲ្យប្រទេសថៃបញ្ឈប់ការបន្តធ្វើសកម្មភាពនៅតំបន់ខាងលើក៏ដូចជាតំបន់ផ្សេងៗទៀតដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីចូលជាធរមានបទជប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025កន្លងទៅកម្ពុជាបញ្ជាក់សារជាថ្មីពីការមិនទទួលយកខ្សែព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាតាក់ទងទៅនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយដៃខ្មែរធ្វើបានទេមើលយកទៅទៅទៅចាប់ពីនេះហែនមកខ្លាយខ្លាយ